នេះគឺជាទីលានផ្ទាល់សម្រាប់ការប្រឡងយកបានបើកបរណាអូខេអញ្ចឹងនេះជាចំណុចនៃការចាប់ផ្ដើមនៅពេលដែលយើងចេញដំណើរតោះណាអូខេអញ្ចឹងការចំណុចដែលចាប់ផ្ដើមចេញដំណើរនេះនៅក្នុងទីលាននេះដើម្បីឲ្យដឹងថាទិសដៅយើងត្រូវបើកទៅតាមណាត្រូវតាមណាខុសគឺយើងគោរពទៅតាមផ្លាកសញ្ញាតោះណាដើម្បីឲ្យចង់ដឹងថាទិសដៅរបស់យើងត្រូវទៅណាអូខេអញ្ចឹងអូនមើលនៅខាងស្ដាំដៃគឺមានផ្លាកសញ្ញាឲ្យយើងមើលមែនទេបាទអូខេចាប់ផ្ដើមផ្លាកទី1គឺជាផ្លាកអីគេល្បឿនកំណត់ល្បឿនអូខេនេះគឺជាការកំណត់ល្បឿនអតិបរមា20គីឡូម៉ែត្រក្នុង1ម៉ោងក្នុងទីលាននេះអូនអត់ចាំបាច់លឿនទេយឺតបើកបរក្នុងល្បឿនសមល្មមតោះណាចាប់ផ្ដើមផ្លាកទី2ចេញទៅណាបន្តគឺឡើងទួលឡើងចំណោតឡើងស្ពាននេះបាទស្ពាននេះគឺជាផ្លូវអីផ្លូវឯកទេសមានតែទិសទៅអត់មានអ្នកមកទេអញ្ចឹងដើម្បីសុវត្ថិភាពរបស់យើងអូនអាចបើកធ្វើយ៉ាងម៉េចលុយឲ្យចំពាក់កណ្ដាលផ្លូវពីព្រោះឡើងទៅដល់លើចំណោតនោះមានផ្លាកសញ្ញាអីចុះផ្លាកសញ្ញាឈប់ផ្លាកសញ្ញាឈប់រាល់ពេលដែលជួបផ្លាកសញ្ញាឈប់ដាច់ខាតគឺយើងត្រូវតែឈប់យើងចំណាយរយៈពេលបន្តិចមកណាយើងធ្វើការប៉ាន់ស្មានផាក់ផែលចន្លោះជាចាប់ពី3ទៅ5វិនាទីឲ្យចោះតោះណាអូខេតោះឥឡូវអូនចាប់ផ្ដើមចេញទៅណាជិតទៅមើលលៃឡានរបស់យើងចំពាក់កណ្ដាលផ្លូវនៅចំអូខេដាក់ជង្គង់ទៅត្រង់បើហើបជើងឡើងអូខេឡើងទៅដល់លើចំណោតមានគំនូសហ្នឹងណាចំនួនគេឡើងតិចបន្ថែមល្បឿនតិចដើម្បីឡើងចំណោតអូខេទៀតលៃចំពាក់កណ្ដាលស្ពានណាអូខេធ្វើការស្មានណា1 2 3អីចឹងទៅតោះណាដកជើងពីប្រាំងមកបន្ថែមល្បឿនតិចអូខេដាក់ជង្គង់ត្រង់ចុះពីលើស្ពានមានល្បឿនហ្នឹងមែនទេមិនចាំបាច់ប្រើហ្គាទេត្រៀមជើងនៅលើប្រាំងនៅខាងមុខប្រយ័ត្នអីគេប្រយ័ត្នមានផ្លូវកាយបត់ឆ្វេងអញ្ចឹងនៅពេលដល់បត់ឆ្វេងងាកយកឲ្យឡងមកស្ដាំតិចមកអូខេត្រង់វិញសញ្ញោឆ្វេងតោះបត់ចង្គង់ទៅយើងយឺតគ្រប់ទៅតាមផ្លាកសញ្ញារបស់យើងអញ្ចឹងណាបានហើបជើងយ៉ាងលាចង្គង់វិញទៀតមើលសញ្ញាបន្តទៅយើងទៅតាណាបត់ឆ្វេងគឺយើងបត់ចូលផ្លូវអសរសិទ្ធនេះមែនទេគំនូសពណ៌លឿងជាប់នេះយើងឆ្លងបានអត់ទេតោះយើងបត់ចូលផ្លូវនេះមកក្នុងការប្រឡងយើងមានសិទ្ធតែម្ដងណាសម្រាប់ការធ្វើយ៉ាងម៉េចជាយើងយកឲ្យឡង់យកទៅប៉ាបត់ម្ដងចូលឲ្យរួចបត់ម្ដងចូលឲ្យផុតយើងមិនអាចមានសិទ្ធដាក់លេខថយក្រោយបានទេអញ្ចឹងប្រយ័ត្នប្រយែងមែនទេនៅក្នុងការបត់របស់យើងមើលទៅជាទ្វារស្មើតោះបវលចកូនហើបជើងឡើងតិចមើលវាចកក្រោយមើលមានការប៉ះពីខាងក្រោយអត់ទេមែនទេអូខេតោះហើបជើងឡើងការបត់ឆ្វេងបត់ស្ដាំបត់ហើយយើងត្រូវមើលកញ្ចក់ផងណាតោះបវលចកូនមើលទៀតបត់ហើយលួចមើលកញ្ចក់នេះកង់ខាងមុខផុតហើយតែកង់ខាងក្រោយមានការកិនជាន់ផ្នែកខាងក្រោយអីអត់មានទេមែនទេតោះចេញទៅណាបន្តនៅខាងមុខមានផ្លូវបត់ទៀតទេមែនទេបត់ស្ដាំរាល់ពេលដែលមានផ្លូវបត់មានផ្លូវកែងគឺមានផ្លាកមានសញ្ញាអូខេ